โจรอบตุ่มรงละครขมาบ้านใบละครข่าวไม่ได้บอกประยองแต่นะบอกอ่อนตาละครเอาไว้ได้เมียนแต่สลับปะกอบรอบปนเนาะสำได้อ๋อคะแนนได้สกมีสมหนูชงอโคลนไอไออดย้อมมาคือสกยังมีสมหนูสู้โคลนไอหมองปะเจจนขมายหรือก็ยุบจนขมายมันพี่ร้อยดัดดังปีละครขมายพันเยอะเหรอแต่จังอย่างนี้มาหมวยย้อมย้อมหนึ่งน้องนั่นนี่แต่เมื่อท้ายยุบจนขมายปนมันพี่ร้อยดังหนึ่งสกอตจะบ้าหอมปีละครขมายบอกเยอะนะจะดับย้อมก็ดีอยู่แต่ย้อมสัมพีคือย้อมปัดไอ้กอดชอบ้าเน่ยังย้อมอันเทียมจมูกหนึ่งกับไอโจไอ้ก่อนเกยมาจมูกย้อมจมูกการที่สัมพีคล้ายๆกับไอโจ let's go เอาหน้าเทโซอะไรจอระไนเนี่ยบอกสมกันในบรรดาโอนใส่เตยเลงบนภูมิដូចមើលចឹងនេះសូមអងឈ្មោះអីគេដែរนี่ช่วยสื่อลิม nên chưa vì ca nên đỡគ្នា អើយសុកអានសុកណានសុកអានបង ឈួរបាទឌី ช่วยไหนจื้อ ចឹងសំណួរទី1ចូលរាប់ទម្រង់ល្ខោនខ្មែរបាន3ละครយាយละครជីកេហើយនឹងละครข่าว មានតែបងប្រយ៉ងទេណាបងប្អូនតែត្រូវអត់ត្រូវតា là con bà snack bài tối là khao tháo con chị kê ទៀតអត់ không có sai đấy khao khao con chị kê hay là khao bà snack ខាងខារាខាបាសាក់ហើយរាខាយីកេហើយយីកេរាខាបាសាក់ខាងខាវបង តើល្ខោនអ្វីដែលមានតែសិល្បករបរោះប៉ុណ្ណោះសំដែងមានជំរឿឲ្យយីកេខោលបាសាក់ហើយនឹងពោស្រីល្ខោន ខាវ ខាងข่าวបង កោនខោត្រូវអត់ ត្រូវ ត្រូវដែរត្រូវក៏ត្រូវមិនត្រូវមែនហ្នឹងអូ Yes តើល្ខោនខោលវត្តស្វាយអណ្ដែតរាប់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដែរឬទេ ផ្លេចបាត់ហើយបង រាប់មិនរាប់ចឹងណា រាប់ រាប់អានរាប់ហើយណារាប់មិនត្រូវទាំងអស់គ្នាត្រូវនឹងឯង Yes ត្រឹមត្រូវតើចុះនៅថ្ងៃណា អត់ដឹងហងបង មានជំរឿឲ្យយើងជំរឿអានអូខេ28វិច្ឆិកា12ធ្នូ7កក្កដា បើកកដា thay bảy vị chị ca ចម្លើយចុងក្រោយ 28វិច្ឆិកា28វិច្ឆិកា ត្រឹមត្រូវសុំសម្លេងស្ទរតែដៃមួយយេដល់ថាឆ្នាំនេះគេធ្វើមកណាខ្ញុំដឹងធ្វើនៅ10ម៉ោងពី7ហើយនៅវត្តស្វាយដែរប៉ុណ្ណឹងឯងអរគុណច្រើនអរគុណច្រើនមានស្នាមថាងាក់ហើយកុំភ្លេចទៅលេងបន្ភូផងណាថ្ងៃ5 6នៅ10ម៉ោងពី7មេហ្គាម៉ល Yes ថ្ងៃ11 12នៅវត្តស្វាយដែរប្រជាជនខ្មែរយើងភាគច្រើនគឺបានស្គាល់អំពីទម្រង់ល្ខោនខោលប៉ុន្តែល្ខោនខោលវត្តស្វាយដែរណាគឺជាទម្រង់សិល្បៈមួយដែលកំពុងតែត្រូវការការពារជាបន្ទាន់ពីសំណាក់បងប្អូនទាំងអស់គ្នាជាលេបនភូមិចង់គោរពអញ្ជើញបងប្អូនទាំងអស់គ្នាមកចូលរួមជាមួយនឹងមហោស្រពសិល្បៈបនភូមិដែលពួកយើងនឹងមានការរៀបចំការសម្ដែងទស្សនីយភាពល្ខោនខោលវត្តស្វាយដែរផ្ទាល់តែម្ដងដែលបនភូមិនៅក្នុងឆ្នាំនេះគឺយើងធ្វើពីសប្តាហ៍តែម្ដងសប្តាហ៍ទី1ថ្ងៃទី5 6ខែមេសានៅទីតាំងជីបង271មេហ្គាម៉លហើយសប្តាហ៍ទី2ថ្ងៃទី11 12នៅវត្តស្វាយដែរគឺជាទឹកដីរបស់ល្ខោនខោលវត្តស្វាយដែរផ្ទាល់តែម្ដងទាំងអស់គ្នាអញ្ចឹងសន្យាមួយខ្ញុំណាពួកដៃជាមួយខ្ញុំចូលរួមជាមួយនៅកម្មវិធីបនភូមិទាំងអស់គ្នាបន្ទាប់ពីមើលវីដេអូនេះហើយកុំថាស្រឡាញ់ល្ខោនខោលវត្តស្វាយដែរបានតែមាត់ណាចូលរួមជាមួយយើងទាំងអស់គ្នាជួបគ្នានៅបនភូមិបាយបាយជម្រាបលាហើយបនភូមិក៏ចង់អរគុណទៅកាន់ទឹកភាសាកម្ពុជាដែលរួមដំណើរជាមួយនឹងបនភូមិនៅក្នុងឆ្នាំនេះ